ជំរាបសួរប្រិយមិត្តដែលនិយមតាមដានទស្សនាវីដេអូសម្រាប់រឿងរបាត់មានទាំងអស់គ្នាជួបគ្នាជាមួយ admin លីណាម្ដងទៀតណាថ្ងៃហ្នឹង admin បានលើកយករឿងរបស់យើងដែលជាភាគទី3ហ្នឹងមកសម្រាប់ឲ្យអ្នកទាំងអស់គ្នាទស្សនាបន្តទៀតហើយមុននឹងចូលដល់សាច់រឿងកុំភ្លេចជួយ subscribe like និង share ឲ្យ channel របស់ admin ម្នាក់មួយផងណាហើយអ្នកដែលបានចូលមើលហើយចូល comment ម្នាក់មួយផងរួចហើយយើងចូលមកទស្សនាសាច់រឿងរបស់យើងដែលជាភាគបន្តជាមួយនឹង admin ទាំងអស់គ្នាណនៅក្នុងថ្នាក់រៀនពេលដែលមៀវកំពុងតែផ្ដោតអារម្មណ៍អានសៀវភៅតុក្កតារបស់នាងហ្នឹងណាអបិស៊ីឆើហ្នឹងចេះតែសម្គាល់មើលនាងរហូតហើយគេហ្នឹងក៏ចេះតែលូកមកទៅលើសាច់រឿងដែលនាងកំពុងតែអានណាដល់ពេលមៀវស្ដីថាឲ្យគេកុំឲ្យរំខាននាងគេបែរជាហៅមៀវថាគឺជាមឹងទៅវិញក៏ព្រោះតែនេះគឺជាឈ្មោះហៅក្រៅដែលគេបានដាក់ឲ្យនាងគេក៏បានសួរនាងដែរតើនាងចូលចិត្តអត់ហើយមៀវមិននឹងចូលចិត្តទៅនៅសុកមកដាក់ឈ្មោះហៅក្រៅឲ្យគេស៊ីឆើហ្នឹងក៏ចេះតែបកស្រាយថាពាក្យលូមៀវហ្នឹងរៀងពិបាកហៅបន្តិចចឹងហើយគេចង់ហៅនាងថាលូម៉ងវិញម្ដងហើយឡៃតែនិយាយរៀបរាប់ហ្នឹងអត់មើលដៃខ្លួនឯងទេកំពុងតែសកត់សភៅរបស់ស៊ីយេហើយនាងហ្នឹងអត់ហ៊ានមាត់ក៏ឲ្យគេទេចេះតែទាញចេញចឹងណាចំណែកស៊ីឆើហ្នឹងគេនៅតែអត់ចិត្តទេគេក៏បានសួរបញ្ជាក់នាងទៀតថានឹករមើលតានាងពិតជាអត់ចាំខ្ញុំពិតមែនណោះហើយគេក៏បានយកដៃមកបាំងមុខរបស់គេមកខាងតើពួកឲ្យមៀវហ្នឹងក៏នឹកទៅដល់បរិមម្នាក់ដែលជីកង់ជួយនាងកដាលយប់នោះមៀវក៏លន់មកថាតាមពិតឯងគឺជាមនុស្សចម្លែកដែលជីកង់នោះទេស៊ីឆើហ្នឹងឡើងហួសចិត្តហ្មងមិនបានហៅគេថាជាមនុស្សចម្លែកចឹងកំពុងតែនិយាយតវ៉ាជាមួយគ្នាហ្នឹងសិស្សស្រីម្នាក់ក៏បានយកกระดาษមកឲ្យពួកគេបំពេញតាមមុខជំនាញដែលគេចេះអីចឹងណាស្រាប់តែស៊ីឆើហ្នឹងក៏បានកញ្ឆក់យកប៊ិចពីស៊ីយេហ្នឹងមកបំពេញតែគ្មានក្រែងចិត្តគេអីបន្តិចសោះចំណែកមេក៏ចាប់អារម្មណ៍ឃើញថាស៊ីឆើហ្នឹងគេបានបំពេញជំនាញគេជាអ្នកលេងបាល់បោះនាងក៏បានសួរនាំតើគេចេះលេងអាហ្នឹងដែរមែនស៊ីឆើក៏ប្រាប់ទៅថាមុនមកសាលាហ្នឹងគេគឺជាកីឡាបាល់បោះបកាយណានៅក្នុងសាលាចាស់របស់គេនិយាយពីថាពីអ្នកហ្នឹងទៅចែកគ្នាគ្មានប៉ក្បាលអ្នកនៅកណ្ដាលអីបន្តិចសោះចេញពីហ្នឹងស៊ីឆើហ្នឹងបានមកប្រកួតជាមួយអ្នកផ្សេងទៀតតាក់ទងជាមួយនឹងការរត់ល្បឿនទៅមកអីចឹងណាក៏ឃើញថាគឺគេហ្នឹងធ្វើបានល្អខ្លាំងមែនតើហើយដល់ពេលសម្រាប់ចុងក្រោយទៅសូម្បីតែគ្រប់បំផុតក៏ទៅសើគេដែរថាគេពិតជាធ្វើបានល្អលោកក្រោយមកគូក៏បានមកមើលការបិទប្រកាសលទ្ធផលចង់ដឹងថាតើស៊ីឆើហ្នឹងនៅចំណាត់ថ្នាក់ទីម៉ានណាប៉ុន្តែនៅក្នុងហ្នឹងគ្មានគេទាល់តែសោះដល់ពេលស៊ីឈឿមកដល់គូហ្នឹងក៏ចង់ប្រវែងដានកុំឲ្យគេមើលអីតែយ៉ាងណាក៏ដោយស៊ីឈឿហ្នឹងក៏បានរកមើលក៏ឃើញថានៅក្នុងតារាងហ្នឹងគឺគ្មានឈ្មោះរបស់គេទេខ្សែរឿងក៏បានបង្ហាញពីទស្សនវិជ្ជានៅក្នុងថ្នាក់រៀនបំពេញវិញម្ដងពេលហ្នឹងសិស្សប្រុសម្នាក់ដែលចូលមកហ្នឹងក៏ត្រូវបានគ្រប់គ្នានិយាយខ្សឹបខ្សៀវដែលគេហ្នឹងគឺមានឈ្មោះថាឈូវៃហើយក៏ជាសិស្សបកាយម្នាក់ផងដែរនិយាយមិនតាន់ផុតមាត់ផងក៏លេចវត្តមានហៅយាហ្នឹងចូលមកក្នុងថ្នាក់ហ្នឹងដែរធ្វើឲ្យគ្រប់គ្នាហ្នឹងរៀងសង្ហាក់ដែរហ្នឹងព្រោះថាមានសិស្សបកាយដល់ទៅ2នាក់នៅក្នុងថ្នាក់មួយនេះតែការខ្សឹបខ្សៀវមួយហ្នឹងក៏ធ្វើឲ្យឈូវៃបានលើព្រោះតែពួកគេនិយាយថាបើមានវត្តមានហៅយានៅក្នុងនេះឈូវៃហ្នឹងប្រហែលជាមិនអាចយកឈ្នះបានទេមើលទៅងាកមកខាងម៉ែវិញគ្រូកំពុងតែបរៀនម៉ោងក៏នៅតែនាងនឹងអត់យកចិត្តទុកដាក់ស្ដាប់ទេចេះតែមើលលិចមើលកើតរហូតមានអីគ្រូក៏ចាប់បានដល់ចឹងហើយក៏ហៅនាងឲ្យមកឡើងទៅសេចម្លើយនៅលើក្តារខៀនតែម្ដងស៊ីយេនឹងខំប្រឹងបោះប្រយោគឲ្យមែនតែនប៉ុន្តែលឿនពេកម៉ែនឹងស្ដាប់គ្មានទាន់ទេដល់អញ្ចឹងហើយពេលដែលមកដល់លើក្តារខៀនគ្រាន់តែសេពាក្យថាចម្លើយហ្នឹងម៉ែក៏ត្រូវកាំងស្ដោកបដ ாய்ព្រោះតែអត់ចេះតែសំណាងដែរព្រោះថាដល់ម៉ោងចេញលេងល្មមមកដល់តវិញម៉ែក៏ចាប់អារម្មណ៍ថាបាត់ស៊ីឈឿទៅនាងក៏សួរគូប៉ុន្តែគូប្រាប់ថាមិនបាច់មកសួរគេទេក៏ព្រោះតែស៊ីឈឿហ្នឹងគេបានជាប់ឈ្មោះក្នុងក្រុមបាល់បោះរបស់សាលាទេចឹងហើយអាចថាគេឈប់រៀនក៏ថាបានឬមួយទៀតហ្នឹងគឺគេនឹងបកករឿងចលាចលដល់សាលាក៏ថាបានដែរស្រីលឺហើយហ្នឹងឡើងភ្ញាក់ផ្អើលហ្មងតើគេហ្នឹងអាចធ្វើដល់ថ្នាក់ហ្នឹងបានដែរគូក៏ប្រាប់ទៅក៏ព្រោះតែស៊ីឈឿហ្នឹងគឺជាកូនប្រុសរបស់នាយកសាលាណាចំណែកស៊ីឈឿវិញគឺគេពិតជាបានមករកគ្រូបង្វឹកដើម្បីសួរនាំពិតមែនថាតើមូលហេតុអីដែលអត់ជ្រើសគេទាំងដែលគេហ្នឹងលេងបានល្អឬមួយក៏មកពីឪពុករបស់គេហ្នឹងជាអ្នកដាក់កំហិតពេលហ្នឹងបើទោះបីជាគ្រូបង្វឹកម្នាក់ហ្នឹងចង់និយាយបែបណាក៏ដោយគេនៅតែដឹងថាគ្រូបង្វឹកម្នាក់ហ្នឹងត្រូវបានគំរាមកំហែងដោយអ្នកគេម្នាក់ចាំមើលណាបើអត់ជ្រើសរើសគេចូលក្រុមទេប្រកាសជាសាលាត្រូវស្ដាយក្រោយហើយត្រឡប់មកមើលខាងហៅយាវិញម្ដងគណៈពេលដែលសិស្សគ្រប់គ្នានាំគ្នាចេញពីថ្នាក់អស់ហ្នឹងឈូវៃហ្នឹងក៏បានចូលមករកគេដែលបានណែនាំខ្លួនហើយក៏ប្រាប់ថាកាលពីឆ្នាំមុនហ្នឹងគឺគេជាអ្នកឈ្នះពានរង្វាន់លេខ1នៃការប្រកួតគីមីថ្នាក់ជាតិហើយថ្ងៃហ្នឹងគេចង់ប្រកួតជាមួយនឹងហៅយាគ្រាន់តែដើម្បីមិត្តភាពតែប៉ុណ្ណោះសូមក៏មានភាពតានតឹងអីគឺថាគ្មានកំណត់ការឈ្នះឬមួយការចាញ់អីឡើយគេខំមកនិយាយរកឡើងច្រើនប៉ុន្តែហៅយាហ្នឹងអត់មានពលអីទេកំពុងតែយកចិត្តទុកដាក់ជូតកញ្ចប់សំណាងដែលម៉ែវឲ្យនេះឃើញអញ្ចឹងឈូវៃហ្នឹងរៀងមិនសុខចិត្តដែរហ្នឹងគេក៏ថាឲ្យហៅយាព្រោះតែចង់ឲ្យគេឆ្លើយតបជាមួយតែហៅយាក៏តបទៅវិញថាកុំមករំខានគេបើគ្មានការអីចាំបាច់ទេនោះហើយគេក៏ប្រាប់ទៀតថាមុននឹងឈូវ
វ័យសកត់ត្រូវទឹកថ្នាំអីគ្រាន់តែចូលទៅនិយាយធម្មតាសោះហ្នឹងក៏គេអត់ចង់និយាយរោដែរចំណែកនៅខាងមេវវិញពេលដែលមកដល់ផ្ទះហ្នឹងខំដើរចូលលបឃើញម៉ាក់កំពុងរវល់និយាយទូរស័ព្ទប៉ុន្តែគាត់អត់មានភ្លេចទេគាត់ក៏បានហៅនៅឲ្យឈប់រួចគាត់ក៏បានងាកមកនិយាយថាថ្ងៃហ្នឹងគ្រូបានទូរស័ព្ទទៅម៉ាក់តែឯងដឹងថាមាននឹងអីអត់រួចគាត់ក៏បានដើរសម្ដៅមករកនាងតែមេវហ្នឹងកំពុងតែព្យាយាមកិច្ចព្រោះតែលាក់សភៅក្រោយខ្នងមានណាគាត់ក៏ចាប់ដកសភៅនឹងចេញមកនឹងស្ដីកូនថានៅក្នុងថ្នាក់រៀនហ្នឹងគឺមានតែឯងទេដែលមានបន្ទុកទាបជាងគេក៏ដោយសារតែហេតុអីឯងមិនទាំងធ្វើកិច្ចការសាលាផងមិនគ្រាន់តែហៅយាអត់នៅផ្ទះហ្នឹងឯងអាចធ្វើកិច្ចការទាំងអស់នឹងដោយខ្លួនឯងទេឥឡូវហ្នឹងគាត់ក៏ដាក់ទោសកូនដោយរឹបអូសយកសភៅម៉ាំងកាទាំងអស់ហ្នឹងហើយមិនឲ្យមើលសំបីតែទោះបីជាមេវហ្នឹងខំប្រឹងសុំបគាត់យ៉ាងណាក៏ដោយក៏គាត់ហ្នឹងគ្មានការលើកលែងឲ្យដែរដល់ពេលចូលមកដល់ក្នុងបន្ទប់ហ្នឹងចាប់ផ្ដើមទេតែប្តឹងបងប្រុសហើយថាថ្ងៃហ្នឹងម៉ាក់ធ្វើមិនដាក់នាងខ្លះអីចឹងណានិយាយទៅនាងថែមទាំងថាគាត់ធ្វើដូចជាខ្លួនឯងជាម្ដាយចុងរបស់ខ្ញុំអញ្ចឹងហើយគ្រាន់តែបងប្រុសនាងទៅរៀនត្រៀម3ថ្ងៃសោះហ្នឹងគឺថាដូចជា3ឆ្នាំអញ្ចឹងម្ដងពេលណាគេត្រឡប់មកវិញទេហើយមិនត្រឹមតែមិនកាន់ជើងនាងទេថែមទាំងសួរទៀតថាកិច្ចការដែលគេដាក់ឲ្យនៅសល់ពាក់កណ្ដាលហ្នឹងបានធ្វើហើយនៅដល់អញ្ចឹងមេក៏តបទៅវិញថាសូម20តូនលេខទូរស័ព្ទដែលលោកអ្នកបានហៅត្រូវបានចុចបិទហើយគ្រាន់តែអញ្ចឹងសោះហ្នឹងប្រើល្បិចភ្លាមហ្មងណាតែយ៉ាងណាហើយយាហ្នឹងក៏បានត្រឹមតែ5ផ្ញើឲ្យនាងហ្នឹងបញ្ញាពុទ្ធកិច្ចការផ្ទះរបស់នាងវិញទៅថ្ងៃថ្មីនៅក្នុងសាលរបស់សាលាហ្នឹងកំពុងតែរៀបចំកម្មវិធីមួយហើយគ្រូហ្នឹងក៏បានត្រួតពិនិត្យឲ្យសិស្សហ្នឹងរៀបចំខ្លួនឲ្យបានស្រួលបួលសិនទើបអាចទៅអង្គុយនៅតុបានភ្លាមហ្នឹងក៏ស្រាប់តែមានសិស្សប្រុសម្នាក់បានចូលមកជាមួយនឹងក្របដណ្ដប់អាវខ្មៅឡើងចិត្តលោកគ្រូយ៉ាងឃើញអញ្ចឹងហ្នឹងក៏បានសួរនាំហើយក៏ហៅគេហ្នឹងឲ្យឡើងទៅលើឆាកតែម្ដងមិនបានពាក់អាវក្របដណ្ដប់អញ្ចឹងគ្រាន់តែឡើងទៅដល់លើឆាកភ្លាមលោកគ្រូនាយកហ្នឹងក៏បានស្ដីឲ្យគេនឹងប្រាប់ឲ្យគេហ្នឹងដោះមួកនឹងចេញទៅស្រាប់តែពេលដោះចេញមកអ្នកទាំងអស់គ្នាហើយសក់ឡើងក្រហមឆេះហើយម្នាក់ហ្នឹងគឺជាស៊ីឈឿសោះលោកគ្រូនាយកឃើញអញ្ចឹងហ្នឹងក៏បានស្ដីគេផ្លែតមិនក៏គេហ្នឹងធ្វើអញ្ចឹងប៉ុន្តែស៊ីឈឿក៏តបទៅវិញថាសុំទោសផងលោកគ្រូខ្ញុំលាបថ្នាំពណ៌សក់ហ្នឹងគឺប្រើលុយសន្សំរបស់ខ្ញុំឯណាឃើញអញ្ចឹងអីលោកគ្រូនាយកក៏ឡើងខឹងមិនស្ទើរទេហើយក៏ផ្ដាំលោកគ្រូយ៉ាងថាត្រូវចាត់ការគេឲ្យបានល្អបើគេនៅមិនទាន់លាបថ្នាំពណ៌សក់ខ្មៅទេហ្នឹងគឺមិនអនុញ្ញាតឲ្យគេចូលសាលាជាដាច់ខាតសំខាន់ស៊ីឈឿហ្នឹងគេបានធ្វើ style នៅលើឆាកឲ្យអ្នកទាំងអស់គ្នាហ្នឹងស្រែកហូគេទៀតណូរីឯគូវិញហ្នឹងគេបានបោះពាក្យមួយម៉ាត់ថាដូចកូនដូចឪអញ្ចឹងណាមើលទៅគេได้ដឹងពីគ្រួសារនឹងច្រើនដល់ហើយណែចេញពីនឹងមេវក៏បានមកហាងសភៅគឺនាងយកសភៅដែលនាងបានខ្ចីហ្នឹងមកបកគលឲ្យម្ចាស់ហាងវិញគឺតាបកគលឲ្យទាំងសោកស្ដាយតែម្ដងនាងអត់ទាន់ដាច់ចិត្តផងហ្នឹងភ្លាមហ្នឹងស៊ីឈឿនហ្នឹងក៏បានចូលមកកញ្ឆក់យកសភៅហ្នឹងគេថាតាមពិតទៅនៅទីនេះសោះហើយពេលហ្នឹងឯងពួកគេហ្នឹងបានជួបគ្នានៅទីនេះម្ដងទៀតចឹងហើយពួកគេទាំងពីរអ្នកហ្នឹងក៏បានមកអង្គុយនិយាយគ្នាលេងទៅបានដឹងថាតាមពិតទៅពួកគេទាំងពីរអ្នកហ្នឹងចូលចិត្តអានសភៅរឿងម៉ាំងកាដូចគ្នានិយាយទៅចំណងចំណូលចិត្តសឹងតែដូចគ្នា100%ហ្មងមេវក៏ប្រាប់ទៅថាម៉ាក់នាងអត់ចង់ឲ្យនាងអានសភៅទាំងអស់ហ្នឹងទេនាងឡងសែតហ្មងណាពេលហ្នឹងស៊ីឈើក៏បានយកកាតរបស់គេមួយមកឲ្យនាងប្រាប់ថាបើចង់អានសភៅទាំងអស់ហ្នឹងឲ្យទៅកន្លែងគេទៅគេមានច្រើនណាឃើញកាតហ្នឹងហើយមេវក៏ដឹងភ្លាមអ្នកដែលខ្ចីសភៅដែលនាងចង់អានទាំងអស់ហ្នឹងតាមពិតទៅគឺជាគេសោះនិយាយចុះនិយាយឡើងមេវក៏បាននិយាយដល់រឿងសក់ពណ៌ក្រហមរបស់ស៊ីឈើតើគេផងធ្វើមិនព្រោះអីប៉ាគេហ្នឹងបានប្រាប់អីថាបើដូរសក់ខ្មៅវិញទេគឺឲ្យចូលរៀនណាស៊ីឈើហ្នឹងគេបានខ្វាយខ្វល់ជាមួយនឹងរឿងទាំងអស់ហ្នឹងទេដល់ពេលគេឃើញមុខនាងរៀងស្អុយពេកទៅគេក៏ប្រាប់ថាចាំគេនាំនាងទៅកន្លែងមួយធានាថានឹងសុបាយចិត្តមកវិញហ្មងក្រោយមកយើងក៏បានឃើញថាកន្លែងដែលស៊ីឈឿននាំមេវមកហ្នឹងគឺជាតារាងបាល់មួយរួចគេក៏បានយកបាល់មួយមកហុចឲ្យនាងដោយនិយាយថាចាត់ទុកថាគ្រាប់បាល់ហ្នឹងគឺជាបញ្ហារបស់ឯងដើម្បីអាចដោះស្រាយបានឯងគ្រាន់តែបោះបាល់នឹងចោលទៅពេលហ្នឹងបើទោះបីជាមេវប្រាប់ថានាងអត់ចេះក្បាច់លោតបោះបាល់អីហ្នឹងក៏ដោយតែស៊ីឈឿនហ្នឹងគឺនៅតែលើកទឹកចិត្តនាងឲ្យនាងហ្នឹងធ្វើវាឲ្យបានណាទៅបន្តមកទៀតមកក៏ឃើញថាស៊ីឈឿនហ្នឹងត្រូវបានមេវប្រើឲ្យគេខិតទៅឆ្វេងខិតទៅស្ដាំរួចនាងក៏បានស្ទុះរត់ទៅហក់ឡើងជន់លើដៃរបស់គេហើយក៏បោះបាល់ហ្នឹងបញ្ចូលទៅក្នុងទីបានសម្រេចតែម្ដងណាហើយថែមទាំងបានតោងជាប់នៅកន្លែងហ្នឹងទៀតផងចំណែកស៊ីឈឿវិញគេហ្នឹងក៏បានហក់ទៅតោងនៅកន្លែងហ្នឹងជាមួយនឹងមេវដែរឃើញអញ្ចឹងមេវឡើងភ័យនាងខ្លាចតែដាច់ធ្លាក់មកទាំងពីរនេះឲ្យតើស៊ីឈឿហ្នឹងក៏ប្រាប់ទៅថាកំភៃអីដែកហ្នឹងគឺរឹងមាំណាស់គេតែងតែធ្វើបែបហ្នឹងជាមួយនឹងគូជាញយគ្មានអីកើតឡើងផងហ្នឹងរួចគេក៏បបួលនាងស្រែកពីបញ្ហានៅក្នុងចិត្តចេញមកអីចឹងណាស្រែកហើយហ្នឹងគឺថាពួកគេទាំងពីរអ្នកឡើងបានធូរចិត្តខ្សាក់ហ្មងក្រោយមកមេវក៏បានសួរនាំស៊ីឈឿបន្តតាក់ទងជាមួយនឹងរឿងបាល់បោះរបស់គេអីចឹងណានិយាយទៅនាងបានលើកទឹកចិត្តគេឲ្យគេហ្នឹងចូលទៅកាន់សាលារៀនវិញទៅស៊ីឈឿហ្នឹងក៏សួរថាអញ្ចឹងមានតែខ្ញុំត្រូវបោះបង់ចោលសក់ពណ៌ក្រហមរបស់ខ្ញុំហ្នឹងត្រូវឯង
Mèoក៏ថាលះបង់តិចតួចដើម្បីក្តីស្រមៃរបស់ខ្លួនឯងទៅមានទទួលខុសអីលុះត្រឡប់មកដល់ផ្ទះវិញមèoហ្នឹងណាក៏បានខលទូរស័ព្ទទៅលេងហៅយាកម្ដងទៀតហើយឮសូរសលេងកដាស់ហ្នឹងណាហៅយាក៏បានសួរនាំដែរទើបmèoក៏ប្រាប់ទៅថានាងកំពុងតែធ្វើកិច្ចការគណិតវិទ្យារបស់នាងហ្នឹងហើយគឺនាងមិនមែនដោះស្រាយដោយការគណនាទេដោះស្រាយតាមរយៈការគូររូបឲ្យគ្រូហ្មងឃើញនាងមានគំនិតប្លែកៗអញ្ចឹងហៅយាក៏បានសួរនាំតើនាងបានគំនិតទាំងអស់ហ្នឹងមកពីណាmèoក៏ប្រាប់ទៅគឺបានមកពីស៊ីឈឿននោះអីហៅយាហ្នឹងក៏រៀងចម្លែកបន្តិចព្រោះអត់ដែលឮឈ្មោះហ្នឹងពីមុនមកទៅmèoក៏ប្រាប់ដំណើរដើមតងទៅថាគេគឺជាសិស្សថ្មីហើយគេគឺជាអ្នកដែលខ្ចីសភៅដែលនាងចូលចិត្តអានការពីលើកមុននោះថែមទាំងគេហ្នឹងហើយជាអ្នកជួយពួកយើងការពីយប់នៅថ្ងៃដែលមានគ្រោះថ្នាក់ណានិយាយទៅmèoនិយាយទៅសារពីស៊ីឈឿនហ្នឹងឡើងច្រើនខ្លាំងមែនតើដែលធ្វើឲ្យហៅយាហ្នឹងគេឡើងបាត់មាត់ឈឹងប៉ុន្តែមកសន្ទុះក្រោយគេបែរជានិយាយខ្សឹបថាអ្វីទៅជាការផ្លាស់ប្ដូរភ្លាមគូប្រកួតប្រជែងបានមកដល់ហើយតើគេនិយាយអញ្ចឹងមានន័យថាម៉េចឬមួយក៏ចាត់ទុកស៊ីឈឿនហ្នឹងជាសត្រូវស្នេហាតែដឹងថ្ងៃថ្មីនៅសាលារៀននៅក្នុងបន្ទប់គ្រូអ្នកគ្រូកំពុងតែកែលម្អគណិតវិទ្យាហ្នឹងគាត់ក៏បើកប៉ះទៅដល់កិច្ចការរបស់លោកម៉ែវក៏ឃើញថានាងបានបង្កើតជារូបភាពគុំនៅលើกระดาษកិច្ចការរបស់នាងទៀតដែលធ្វើឲ្យគាត់ហ្នឹងចាប់អារម្មណ៍ជាមួយនឹងសិស្សម្នាក់ហ្នឹងជាខ្លាំងហ្មងណាចំណែកនៅតារាងបាល់វិញក៏ឃើញថាស៊ីឈឿនហ្នឹងពិតជាបានបដូរសក់មកពណ៌ខ្មៅវិញពិតមែនហើយគេកំពុងតែអង្គុយថតសុកហ្នឹងស្រីទាំងពីរនាក់ហ្នឹងក៏បានរត់ទៅហេតុប្រហោបមកប្រាប់គេថាបន្ទាប់ពីពួកគេបានធ្វើការពិនិត្យពាក្យស្នើសុំមកក៏ឃើញថាក្នុងហ្នឹងអត់ឃើញពាក្យស្នើសុំរបស់ស៊ីឈឿនទេតែពួកគេហ្នឹងប្រកាសចិត្តណាស់ថាស៊ីឈឿនហ្នឹងបានដាក់ហើយដល់ពេលអញ្ចឹងស៊ីឈឿនហ្នឹងគេក៏ដឹងភ្លាមថាជាស្នាដៃអ្នកណាចឹងហើយហ្នឹងគេក៏ទៅរកគាត់ដោយផ្ទាល់តែម្ដងណាទើបសិស្សស្រីទាំងពីរនាក់ហ្នឹងក៏បាននាំគ្នាមកតាមស្ដាប់មើលក៏លើថានៅខាងក្នុងពីអ្នកប៉ាកូនហ្នឹងកំពុងតែឆ្លោះប្រកែកគ្នាខ្លាំងមែនតើស៊ីឈឿគេស្រឡាញ់ខាងកីឡាចំណែកឯប៉ាគេអត់ចង់ឲ្យញ៉ៃរឿងហ្នឹងទេចង់ឲ្យកូនណាផ្ដោតទៅលើការសិក្សាតែមួយមុខគាត់លើអ្នកខាងក្នុងប្រកែកគ្នាខ្លាំងពេកស្រីទាំងពីរនាក់ហ្នឹងក៏បានចូលមកតែម្ដងmèoហ្នឹងក៏បានចូលមកណែនាំខ្លួនប៉ុន្តែនិយាយរឿងអាដាដប់ពេកតើបស៊ីយេហ្នឹងទៅដើមកណ្ដាស់យកមកនិយាយជំនួសគឺពួកនាងហ្នឹងចង់សុំឲ្យលោកនាយកផ្ដល់ឱកាសឲ្យស៊ីឈឿទៅឲ្យគេហ្នឹងបានបង្ហាញពីសមត្ថភាពរបស់គេគឺសុំឲ្យគេហ្នឹងអាចបង្កើតក្រុមមួយតោះខ្លួនរបស់គេបានណាចូលមកជួយសុំឲ្យទាំងតែខ្លួនឯងហ្នឹងកំពុងតែភ័យដែរទេហើយលោកគ្រូនាយកហ្នឹងក៏បានតបទៅវិញថាសាលារៀនរបស់គាត់ហ្នឹងអត់ត្រូវការក្រុមបាល់បោះពីរក្រុមទេតើmèoក៏លើកកំណត់មួយថាឲ្យក្រុមទាំងពីរហ្នឹងប្រកួតគ្នាទៅអ្នកណាដែលអាចយកឈ្នះបាននឹងធ្វើជាក្រុមឆោះឈ្មោះឲ្យសាលាតែម្ដងទៅស្រាប់តែលោកគ្រូនាយកហ្នឹងគាត់ក៏បានយល់ព្រមមែនហើយគាត់ក៏សង្កត់ធ្ងន់ទៅកាន់ស៊ីឈឿថាបើសិនជាគេចាញ់ការប្រកួតត្រូវតែត្រឡប់មកផ្ដោតលើរឿងរៀនវិញជាដាច់ខាតចេញពីហ្នឹងសិស្សយើងទាំង4នាក់ហ្នឹងក៏បានមកជួបជុំគ្នានៅបន្ទប់ដាក់សម្ភារៈកីឡាmèoក៏សួរថាសមាជិកត្រូវការប្រមាណអ្នកពួកគេក៏ប្រាប់ថាត្រូវការ3នាក់ហើយអ្នកជំនួសមួយទៀតដែលធ្វើឲ្យmèoហ្នឹងចាប់ផ្ដើមភ័យប្រោយព្រោះតែមុនហ្នឹងយើងអត់ដឹងថាសមាជិកពួកគេគ្រប់ឬក៏មិនគ្រប់ទេសំខាន់ណាគឺទទួលបានការអនុញ្ញាតពីលោកនាយកសិនសម្រាប់ស៊ីឈើវិញហ្នឹងគេបានខ្វល់ខ្វល់អីច្រើនទេឲ្យតែមានឱកាសហ្នឹងពួកគេត្រូវតែចាប់យកស៊ីយាយលឿនអញ្ចឹងក៏និយាយថាមើលតែស៊ីឈើហ្នឹងដូចជាជឿជាក់លើខ្លួនឯងដល់ហើយណែស៊ីឈើក៏តបទៅវិញថាត្រូវហើយយើងត្រូវតែជឿជាក់លើសមត្ថភាពនិងបាល់របស់យើងគ្រាន់តែជ្រើសរើសធ្វើការបង្វឹកបង្ហាត់រួចហើយក៏ចូលរួមប្រកួតមានតែ3ហ្នឹងគឺគ្រប់គ្រាន់ហើយពីរអ្នកmèoនិងគូហ្នឹងក៏ស្រែកឡើងស្រោះគ្នាថាពួកយើងប្រកាសជាអាចធ្វើបាននិយាយទៅត្រូវដងត្រូវផ្លាយគ្នាល្អណែយប់ឡើងmèoហ្នឹងក៏ខលទៅល្អលទាំប្រាប់ហៅយកម្ដងទៀតហើយថានាងហ្នឹងត្រូវចូលរួមការប្រកួតបាល់បោះរបស់សាលាត្រូវបង្កើតក្រុមឲ្យស៊ីឈើហើយជ្រើសរើសអ្នកដែលចង់ចូលជាសមាជិកអីចឹងណាប៉ុន្តែពួកគេហ្នឹងគ្មានបានទទួលអីសោះមានតែម្នាក់ឲ្យគាត់ដែលមកដាក់ពាក្យតើសិស្សសាលាហ្នឹងអត់ចូលចិត្តរឿងកីឡាហ្នឹងទេមែនហើយឥឡូវហ្នឹងនាងនៅសល់ពេលតែ3ថ្ងៃទៀតទេមិនដឹងថាតើទាន់ឬមួយក៏អត់ទេហើយយហ្នឹងក៏បានត្រឹមតែប្រាប់កុំឲ្យនាងបារម្ភច្រើនពេកអីនាងនឹងទទួលបានសមាជិកគ្រប់មិនខានឡើយហើយនិយាយមិនទាន់បានប្រមាណផងហើយយហ្នឹងក៏ចុចបិទបាត់ព្រោះថាយប់ហើយក៏ចង់ឲ្យនាងនៅយូរណាថ្ងៃថ្មីនៅទីលានកីឡាក៏ឃើញថាស្រីក៏កំពុងតែសម្ភាស2នាក់ដែលទៅនឹងចូលក្រុមថ្មីគឺជា2នាក់ដែលពួកនាងបានធ្វើបាបនៅបន្ទប់ជីវៈនោះពេលហ្នឹងស៊ីឈើក៏បានស្រែកហៅអ្នកទាំងពីរហ្នឹងឲ្យទៅចូលហ្វឹកហាត់ហើយយើងក៏បានលើពួកគេសន្ទនាគ្នាថាមូលហេតុដែលចូលមកហ្នឹងក៏ដោយសារតែហៅយហ្នឹងគេបាននិយាយថាបើពួកគេទាំងពីរនាក់ចូលរួមក្រុមជាមួយmèoហើយយហ្នឹងនឹងជួយធ្វើកិច្ចការឲ្យពួកគេទាំងពីរនាក់បន្ថែម
ួចចូលមកដោយសារតែសំណុកអញ្ចឹងអត់ដឹងថាតើពួកគេនឹងអាចធ្វើបានល្អអត់ទេនេះចំណែកស្រីៗកំពុងតែអង្គុយពិភាក្សាគ្នាតាក់ទងជាមួយនឹងរឿងឯកសណ្ឋានក្រុមមើលទៅគ្រាន់តែអាវសលាតបែបហ្នឹងហាក់ដូចជាមិនមានភាពតាក់ទាញអីតទៅសោះដល់ពេលមេវយកមកមើលចុះមើលឡើងទៅនាងក៏នឹកឃើញវិធីមួយក៏ប្រាប់ស៊ីយាថាទុកឲ្យនាងជាអ្នកធ្វើចុះលុះយប់ឡើងមេវហ្នឹងក៏បានយកអាវទាំងអស់ហ្នឹងមកអង្គុយលាបពណ៌បន្ថែមហើយច្នៃតាមរបៀបគំនិតរបស់នាងអីចឹងណាសម្រាប់សមាជិកក្រុមរបស់នាងអីចឹងទៅសម្រាប់អាវដែលនាងបានគូហើយហ្នឹងមើលទៅមានអីល្អម្យ៉ាងដែរតើរឿងក៏បានបង្ហាញពីខាងហៅយាវិញម្ដងគេហ្នឹងកំពុងតែរចុះរឡើងហាក់ដូចជាបាត់របស់អីមួយភ្លាមហ្នឹងឈូវៃហ្នឹងក៏បានចូលមករកគេនៅសួរថាឯងកំពុងតែរករបស់ហ្នឹងមែននោះគឺជាកញ្ចប់សំណាងដែលមេវឲ្យហ្នឹងតែគេហ្នឹងគឺអត់ព្រមឲ្យហៅយាដែលស្រួលទេហៅយាក៏សួរថាតើគេចង់បានអីឲ្យប្រកាសហើយអីដែលឈូវៃចង់បានហ្នឹងគឺប្រកួតជាមួយនឹងហៅយាហ្នឹងឯងតើហៅយាហ្នឹងក៏យល់ព្រមប្រកួតជាមួយនឹងឈូវៃហើយក៏បានប្រកាសឲ្យអ្នកគ្រប់គ្នាហ្នឹងបានដឹងផងដែរដែលធ្វើឲ្យពួកគេហ្នឹងគឺហូរសប្បាយខ្លាំងមែនតើតោះឥឡូវយើងទៅមើលការប្រកួតរវាងអ្នកខ្លាំងទាំងពីរអ្នកតែម្ដងទៅពួកគេហ្នឹងមានគណៈកម្មការសម្រាប់កាត់ក្តីអីត្រឹមត្រូវហើយវិញ្ញាសាប្រកួតហ្នឹងគឺដោះស្រាយលំហាត់គីមីនៅលើក្រានខៀនហ្នឹងឯងគ្រាន់តែមើលប្រធានលំហាត់ហើយឈូវៃហ្នឹងក៏បញ្ញាទៅសរសេរចម្លើយផ្លែតតែគេក៏ចាប់អារម្មណ៍ឃើញថាហៅយាហ្នឹងអត់តសរសេរអីតតសោះគេក៏សួរថាម៉េចឯងខ្លាចចាញ់មែនហើយយាក៏តបទៅវិញថាយើងតឲ្យឯងមុនហ្នឹងណាបន្ទាប់មកទៅហៅយាហ្នឹងគេចាប់ផ្ដើមសរសេរចម្លើយរបស់គេហើយដៃពីរអ្នកហ្នឹងគឺថាឡើងញាប់ស្អែកហ្មងណាមើលឡើងអត់យល់មែនណាខានរៀនយូរហើយភ្លេចអស់ហើយតែថាហៅយាហ្នឹងគេចាប់ផ្ដើមសរសេរក្រោយទេប៉ុន្តែគេហ្នឹងសរសេរឲ្យមុនឈូវៃគ្រប់គ្នាហ្នឹងក៏ចាប់ផ្ដើមខ្សឹបសៀវគ្នាបដ ாய் ប៉ុន្តែពួកគេក៏នៅតែលើកទឹកចិត្តឲ្យឈូវៃហ្នឹងបញ្ចប់លំហាត់របស់ពួកគេទៅបន្ទាប់ពីឈូវៃបានបញ្ចប់លំហាត់របស់គេហើយហ្នឹងគេក៏បានទៅមើលចម្លើយរបស់ហៅយាដែរមិននឹកស្មានថាពួកគេទាំងពីរអ្នកហ្នឹងធ្វើត្រូវដូចគ្នាគ្រាន់តែមួយធ្វើវែងមួយទៀតធ្វើខ្លីណាចុងក្រោយឈូវៃក៏ដកកញ្ចប់របស់ហៅយាហ្នឹងបកគលទៅឲ្យម្ចាស់ដើមគេវិញទៅព្រោះថាខ្លួនឯងហ្នឹងគឺចាញ់គេមែនពេលហ្នឹងទូរស័ព្ទហៅយាហ្នឹងក៏បានលោតសារមួយពេលដែលគេបើកមកមើលទៅទឹកមុខអញញឹមមុនហ្នឹងក៏ត្រូវបានផ្លាស់ប្ដូរដែរព្រោះមេវហ្នឹងបានផ្ញើរូបស៊ីឈើឲ្យគេមើលថាម្នាក់នឹងឯងដែលនាងតែងនិយាយដល់ថ្ងៃថ្មីនៅសាលារៀនគឺថាទាំងសិស្សទាំងគ្រូហ្នឹងគឺបានមកជុំជុំគ្នាឡើងអ៊ូអរខ្លាំងមែនតើព្រោះថ្ងៃហ្នឹងគឺជាការប្រកួតរវាងក្រុមទាំងពីររបស់សាលាណានៅក្នុងការប្រកួតហ្នឹងក៏បានឃើញដែរថាក្រុមរបស់ស៊ីឈើគឺពិតជាខំប្រឹងឡើងអស់ពីសមត្ថភាពខ្លាំងមែនតើហើយចំនួនតួលេខដែលបានបោះបាល់ចូលហ្នឹងគឺបដិញគ្នាឡើងប្រកៀកប្រកិតតែម្ដងណាប៉ុន្តែនៅនាទីចុងក្រោយគឺថាស៊ីឈើហ្នឹងក៏បានបុកគ្នាជាមួយនឹងសមាជិកក្រុមផ្សេងការប្រកួតក៏ត្រូវបានបញ្ចប់ប៉ុន្តែលទ្ធផលគឺក្រុមស៊ីឈើហ្នឹងបានចាញ់គេដល់ទៅ8គ្រាប់ឯណោះលោកគ្រូនាយកឃើញអញ្ចឹងហ្នឹងគាត់ក៏បានដើរចេញទៅដោយគ្មាននិយាយស្ដីអីទាំងអស់ចំណែកស៊ីឈើគេឡើងអស់កម្លាំងចិត្តអលិញហ្មងណាព្រោះតែគេបានខំប្រឹងអស់ពីសមត្ថភាពអីចុងក្រោយគឺនៅតែចាញ់ដដែលចំណែកមេវហ្នឹងក៏អត់ទាន់បានបោះបង់ទេនាងក៏បានរត់មកតាមលោកគ្រូនាយកហើយក៏សួរនាំគាត់ថាតើការលេងរបស់ក្រុមនាងមុនហ្នឹងយ៉ាងម៉េចដែរលោកគ្រូនាយកគាត់ក៏សរសើរថាក្រុមរបស់នាងក៏លេងបានល្អដែរគាត់ឡើងមានមោទនភាពលើមេវហ្មងណាមេវក៏សួរតហើយចុះតើស៊ីឈើលោកគ្រូនាយកក៏តបមកវិញថាច្បាប់គឺជាច្បាប់រួចគាត់ក៏បានដើរចាក់ចេញទៅនោះក៏មានន័យថាគឺពួកគេហ្នឹងបានបរាជ័យបាត់ទៅហើយស្របពេលជាមួយគ្នានឹងផងដែរហើយយាហ្នឹងក៏បានមកដល់ទីនេះដែរដែលធ្វើឲ្យមេវហ្នឹងរៀងភ្ញាក់ផ្អើលដែរហ្នឹងហើយយាក៏បានសួរនាំពីការប្រកួតតើយ៉ាងម៉េចហើយលើសំណួរហ្នឹងហើយធ្វើឲ្យមេវហ្នឹងឡើងធ្លាក់មុខក្តុកហ្មងនាងក៏និយាយថាក្រុមនាងចាញ់ហើយយាក៏ជួយលើកទឹកចិត្តថាឈ្នះចាញ់មិនសំខាន់ទេសំខាន់ណាស់គឺយើងបានធ្វើវាស្របពេលជាមួយគ្នាហ្នឹងស៊ីឈើហ្នឹងក៏បានចូលមកបបួលមេវទៅញ៉ាំបាយជាមួយគ្នាតែដល់ពេលឃើញហើយយាគេក៏បានសួរតើជាណាគេមេវក៏ប្រាប់ទៅថាគឺជាបងប្រុសរបស់នាងមើលមុខហើយយាចុះឡើងស៊ីឈើហ្នឹងក៏ចំណាំបានថាគឺជាបរិមម្នាក់ដែលគេបានជួយការប្រយុទ្ធនោះឯងមេវក៏ថានៅក្នុងសាលាហ្នឹងគឺមានតែឯងទេដាក់ស្គាល់បងប្រុសខ្ញុំតែស៊ីឈើហ្នឹងគេខ្វល់ទេក៏បានបបួលទាំងមេវទៅហើយយាហ្នឹងទៅញ៉ាំបាយជាមួយគ្នាតែម្ដងដំបូងមេវប្រកែកដែរតើប៉ុន្តែហើយយាហ្នឹងគេបានជាយល់ព្រមទៅវិញហើយភាគនេះក៏ត្រូវបានស្លេះត្រឹមតែប៉ុណ្ណឹងឯណាយើងចាំជួបគ្នាជាមួយនឹង admin នៅភាគក្រោយអរគុណសម្រាប់ការទស្សនានិងចូលចិត្តវីដេអូមួយនេះចាំជួបគ្នានៅភាគបន្ទាប់ណោះបាយបាយ